សតាមទ្វារទាំង5រួមបញ្ចូលគ្នាបានមកជាលោកីសំណេរលោកពូថ្ងៃទី4ខែតុលាឆ្នាំ2023ភាសៈតាមទ្វារទាំង5រួមបញ្ចូលគ្នាបានមកជាលោកីគិតឲ្យយល់ត្រង់នេះណាក្មួយលោកីគឺភាសៈដែលវិញ្ញាណដឹងតាមទ្វារទាំង5បូកបញ្ចូលគ្នានឹងហើយមនុស្សច្រើនតែភ័ន្តភាំងមិនគិតដឹងថាសម្បកខ្លួនរបស់មនុស្សគឺជាលោកីដែរទេព្រោះសម្រាប់អ្នកដតីសម្បកមនុស្សគឺជាភាសៈចូលតាមភ្នែកអញ្ចឹងបើវិញ្ញាណគិតឃើញថាលោកីគ្មានគឺត្រូវគិតដឹងថាសម្បកខ្លួនគេដែលយើងឃើញនឹងគឺគ្មានទេវាគ្រាន់តែជាភាសៈដែលដឹងតាមទ្វារភ្នែកយើងទេដែលឃើញថាមានអញ្ចឹងបើរូបគេវាគ្រាន់តែជាភាសៈចូលតាមទ្វារភ្នែកយើងទេអញ្ចឹងរូបយើងក៏គ្មានដែរវាគ្រាន់តែជាភាសៈដឹងតាមទ្វារភ្នែកគេទេតើសរុបមកទាំងសម្បកគេសម្បកយើងគឺជាលោកីទាំងអស់លោកីតាមដែលវិញ្ញាណគិតដឹងតាមទ្វារមโนឃើញតែគ្មានអញ្ចឹងសម្បកកាយយើងក៏គ្មានសម្បកកាយគេក៏គ្មានយើងគឺជាវិញ្ញាណព្រោះយើងនៅជាលោកីយចិត្តគិតឲ្យបានសមាទិដ្ឋិអំពីរឿងនឹងដើម្បីឲ្យវិញ្ញាណប្រតិកម្មទល់នឹងទិដ្ឋិអំពីរឿងនឹងរួចคลายជាចិត្តសម្រេចពីរឿងលោកីនឹងទៅតើត្រូវជាប់ជំពាក់នឹងលោកីនឹងដែរឬទេបើលោកីជាធាតុវាគ្មានផងនឹងគិតយល់ត្រង់នឹងគឺអរិយសច្ចៈទី1ជីវិតរហែករហោកជីវិតទទេជាអារម្មណ៍ដឹងដើម្បីឲ្យចិត្តឈប់ពោលនឹងលោកីចិត្តឈប់ពោលនឹងលោកីនោះភាសៈដែលជាលោកីមកប៉ះគ្រប់ទ្វារមានទិសដៅត្រូវគឺកើតពីខាងក្នុងកើតដោយសលាយតនៈរួចកោងមកប៉ះសលាយតនៈវិញហើយស្អីដែលកោងគឺអារម្មណ៍កោងកុំច្រឡំថាភាសៈនងគោកគ្មានអារម្មណ៍អត់ទេគឺវិញ្ញាណមានអារម្មណ៍អំពីភាសៈនងហើយគឺអារម្មណ៍ដឹងពីភាសៈនោះដែលត្រូវវិលចូលទ្វារខួរដើម្បីឲ្យវិញ្ញាណគិតហេតុផលនឹងទ្វារខួរអំពីភាសៈនោះចេញមកបានជាសមាទិដ្ឋិអំពីភាសៈនោះហើយវិញ្ញាណប្រតិកម្មទល់នឹងភាសៈដែលវិញ្ញាណគិតឃើញនោះក៏คล้ายជាចិត្តទៅនេះជាផ្លូវអារម្មណ៍ត្រូវគឺជាអរិយមគ្គវិញ្ញាណណាដែលដើរលើអរិយមគ្គវិញ្ញាណនោះមិនភ្លៀងភ្លាត់មកដើរលើផ្លូវអារម្មណ៍ខុសទៀតទេដែលព្រះពុទ្ធព្រះអង្គប្រាប់ថាកាលណាវិញ្ញាណដើរលើអរិយមគ្គហើយគឺដឹងតែបានផលជានិព្វានហើយត្រង់យូរត្រង់ឆាប់ប៉ុណ្ណាមិនដឹងទេតែដឹងតែមិនវិលវល់ក្នុងវិលវត្តដ៏សង្សារទៀតទេនេះគឺជាដំណើរការដឹងរបស់វិញ្ញាណដើម្បីឲ្យវិញ្ញាណคล้ายជាទិដ្ឋិរួចវិញ្ញាណប្រតិកម្មទល់នឹងទិដ្ឋិរួចคล้ายជាចិត្តទៅមនុស្សគឺចិត្តចុះអនិកវ័នវានិយាយសរុបថាចិត្តគិតពូថាអាចអីមកបានចិត្តគិតអីក៏ស្រួលម្លេះហើយអាល្ងងកូនសិស្សវានងស្រួលសម្គាល់ដឹងចិត្តគិតស្រាប់តែថាស្រួលយល់ស្រួលយល់អញ្ចឹងហើយព្រោះអាគ្រូឡប់ហែងវាត្រាស់ដឹងខ្លួនឯងវានិយាយដុំធំអាល្ងងគិតល្អិតល្អន់មិននឹងកើតមានពីណាអាចតែគិតខ្លួនឯងកើតមានតែប្រពុតនងហើយបានអាចគិតយល់ពីដំណើរការដឹងរបស់វិញ្ញាណយកភាសៈទៅគិតហេតុផលនឹងទ្វារមโนហើយភាសៈនោះមានពីរប្រភេទទៅទៀតមួយគឺមានទិសដៅអារម្មណ៍ពីខាងក្រៅចូលមកពីខាងក្នុងគឺលោកីមានពិតព្រោះលោកីឃើញពីខាងក្រៅចូលទៅខាងក្នុងវិញ្ញាណនៅខាងក្នុងចាំទទួលលោកីនេះជាផ្លូវអារម្មណ៍ខុសគិតភាសៈនោះមកបានមិច្ឆាទិដ្ឋិហើយវិញ្ញាណប្រតិកម្មទល់នឹងមិច្ឆាទិដ្ឋិនោះទៅក៏คล้ายជាត្រីហែទឹកនោះទៅប៉ុន្តែបើភាសៈមានទិសដៅអារម្មណ៍ពីក្នុងទៅក្រៅរួចកោងចូលពីក្រៅមកក្នុងវិញនោះគឺផ្លូវអារម្មណ៍ត្រូវវិញ្ញាណនាំភាសៈនោះទៅគិតហេតុផលនឹងទ្វារមโนបានសមាទិដ្ឋិរួចវិញ្ញាណប្រតិកម្មទល់នឹងទិដ្ឋិនឹងវិញ្ញាណក៏คล้ายជាចិត្តហើយសម្រេចទៅក្មួយអានហើយគិតមើលហ្គេមតកវិជ្ជាលេងត្រង់នឹងខុសត្រូវចេញចាក់កងទុកឬវិលវល់ប្រចាញ់ហ្គេមលោកីគឺនៅត្រង់ដំណើរការគិតរបស់វិញ្ញាណនឹងហើយស្រាប់តែអាឈួតសាស្តាលោកតាជន់អាចឈ្មោះនិកវ័នវាថាលោកីកើតពីចិត្តគិតតាមពិតគឺគ្មានទេគិតយល់ចង់ឲ្យអាចទេក្មួយហើយអាកូនសិស្សឡប់វានងគេហៅលោកគ្រូគេនឹងព្រះសាស្តាព្រះពុទ្ធប្រាប់ថា
គោរពបូជាបុគ្គលដែលមិនគួរគោរពគឺល្ងងណាស់វិញ្ញាណនងគិតហេតុផលមិនយល់ទេចុះនរកដូចគេធាក់ពីក្រោយគិតមើលទៅអញ្ចឹងឬមិនអញ្ចឹងក្មួយ